ខ្ញុំកណាសូមក្រាបថ្វាយបង្គំព្រះរាជប្រគុណព្រះវិសុទ្ធមនីរូបខូនព្រះជាគណៈគណៈទីទួព្រះធម្មទោគុណខេត្តកំពង់ចាមនិងជាព្រះគ្រូសេរីវិទ្យាប្រាជ្ញគុណស្រុកស្រីវិធោនិងជាប្រជាអធិការវត្តកោះកែវសូមក្រាបថ្វាយបង្គំដល់កណាដល់ព្រះរាជរដ្ឋលោកព្រះអង្គជាទីគោរពសក្ការៈសូមគោរពលោកតាលោកយាយបងប្អូនញាតិមិត្តទាំងអស់ជាទីគោរពព្រះអង្គខ្ញុំបកណាចំបាទមានអំណាចឲ្យកូនចៅបងប្អូនក្រុមគ្រួសារសពសូមមេត្តាអនុញ្ញាតដើម្បីថ្លែងរៀបរាប់ពីជីវប្រវត្តិសង្ខេបរបស់លោកយាយបាសិកាគុណសុផលហើយជឿដូចតទៅបងមិត្តកញ្ញាទូព្រះអង្គយើងទាំងអស់ជាទីមេត្រីលោកយាយគុណសុផលហើយជឿបានកើតនៅថ្ងៃសុក្រ6កើតខែពិសាខឆ្នាំវស្សាខស័កពុទ្ធសករាជ2488ត្រូវនៅថ្ងៃទី28ខែមេសាឆ្នាំ1944នៅភូមិអំពិលភូមិព្រែកដំបូងស្រុកស្រីសន្ធរខេត្តកំពង់ចាមឪពុកលោកយាយឈ្មោះនាងចាម្ដាយឈ្មោះលោកយាយគុណឆោមលោកយាយមានបងប្អូន6នាក់ប្រុស3នាក់ស្រី3នាក់មួយលោកយាយគុណសុផលហើយជឿ2លោកយាយមានយឿន3លោកមានចម្រឿន4លោកមានសុន5លោកមានសំអល់6អ្នកស្រីមានបូលីនលោកយាយជាកូនស្មងនៅក្នុងគ្រួសារអំពីការសិក្សានៅបឋមវ័យមាតាបិតាបាននាំកុមារីជួយសុផលឲ្យទៅសិក្សានៅសាលាវត្តកោះកែវនិងសាលាបឋមសិក្សាបំពេញជាព្រែកដំបូងរួចមាតាបិតាបានផ្លាស់ទីលំនៅទៅរស់នៅភូមិរលួកស្រុករលួកខេត្តសៀមរាបរួចកុមារីបានបន្តការសិក្សានៅសាលាអនុវិទ្យាល័យរលួកនៅសរុនទៅវិញលោកវេនរីគុណសុផលជាមនុស្សឧស្សាហ៍ជាជាមានអត្តចរិតប្រមោរបៀបរៀបការប្រពុតប្រគុំជួយមើលថែទាំប្អូននិងធ្វើកិច្ចការផ្ទះសម្បែងជំនួសឪពុកម្ដាយដែលមានវ័យចាស់ជរាអំពីគ្រួសារលោកដល់ចំណេញវ័យវឌ្ឍនាការល្មមរៀបចំគ្រួសារមេដាបៃតាបានរៀបចំយុវនារីគុណសុផលសូមគុំជាមួយយុវជនតាំងតែសាយអាចារ្យបានទទួលបុត្រ2នាក់ជាចំណងដៃគឺកូនប្រុស1នាក់កូនស្រី1នាក់គឺមួយអ្នកស្រីជាសារ៉ាវី2លោកជាសរតនាជាអកុសលលោកតាំងតែសាយបានស្លាប់នៅសម័យប៉ុលពតនៅឆ្នាំ1979ក្រោយរំដោះអ្នកស្រីគុណសុផលបានរៀបចំមានគ្រួសារជាលើកទី2ជាមួយលោកទេស្រេងជាសាស្ត្រាចារ្យបង្រៀននៅវិទ្យាល័យស្រីសន្ធរក្រោយមកលោកទេស្រេងទទួលនាទីជាប្រធានការិយាល័យអប់រំស្រុកស្រីសន្ធរគូស្វាមីភរិយាបានរួមរស់ក្នុងភាពសុខដុមរមនារហូតបានបុត្រចំនួន5នាក់ប្រុស1នាក់ស្រី1នាក់គឺ1លោកទេសរដ្ឋា2អ្នកស្រីទេសចិតា3អ្នកស្រីទេសសុគន្ធា4អ្នកស្រីទេសម៉ាធីតា5អ្នកស្រីទេសម៉ាទីរ៉ែនក្នុងឋានៈជាអ្នកម្ដាយធំម្ដាយមីងជាដូនលោកយាយគុណសុផលដែលមានចិត្តស្រឡាញ់ថ្នាក់ថ្នមមានមេត្តាករុណាធម៌ប្រោសប្រណីសំដីជួនត្រជាក់ប្រកបដោយគ្រូវិទ្យាធម៌ក្រោបសម្បត្តិក្រោយទៅលើកូនចៅទាំងអស់ស្មើមកគ្នាលោកយាយបានបំពេញតួនាទីជាមេផ្ទះដ៏ល្អសម្រាប់គ្រួសារជាភរិយាជាមេត្តាជាបេតូនដ៏ល្អរបស់កូនចៅប្រុសស្រីលើពីនោះទៅទៀតលោកយាយចែងបានអប់រំកូនចៅឲ្យដើរតាមគន្លងដែលបូរដោយគុណតម្លៃនៃគុណធម៌ចរិយាធម៌និងសេចក្ដីធម៌ដ៏ល្អប្រពៃសម្រាប់អភិវឌ្ឍគុណភាពជីវិតឲ្យបានរលូនត្រឹមត្រូវ ស
ការរស់នៅក្នុងសង្គមលោកយាយមានអធិស្ឋានល្អចំពោះញាតិមិត្តនឹងតែជួយជឿឆ្អាលដល់បងប្អូនដែលមានទុក្ខធរៈអាសន្នអង្ក្រផ្សេងៗលោកយាយពិតជាប្រជាចាមួយរូបគួរឲ្យគោរពស្រឡាញ់រាប់អានព្រោះលោកតែងបានឲ្យដំបូន្មានដល់មនុស្សត្រកក្រោយយកទៅអនុវត្តខាងវិស័យពុទ្ធសាសនាលោកយាយពិតជាបាសិកាលោកយាយគុណផលពិតជាពុទ្ធសាសនាបឋមមួយរូបដែលបានចូលរួមយ៉ាងសកម្មក្នុងពិធីបុណ្យសុន្ទរទានផ្សេងៗជាអាចមានបុណ្យកឋិនទានបច្ច័យ1និងរួមវិជាកទានកសាងសមិទ្ធិទុកជាសាសនវត្តតាមអារាមនានាពិសេសក្នុងវត្តកកែវនេះតែម្ដងឆ្នាំនឹងទីកន្លែងលោកយាយរស់នៅក្រោយថ្ងៃ7មករា1979ក្នុងឆ្នាំ1980លោកយាយបានទៅរស់នៅភូមិអំពើភូមិពេញដំបូកជាស្រុកកំណើតរបស់លោកយាយឆ្នាំ1984លោកយាយបានទៅរស់នៅផ្សារព្រៃគោភូមិព្រៃគោឆ្នាំ2009ជាមរណភាពនៃលោកសេក្រេងជាស្វាមីឆ្នាំ2012លោកយាយបានទៅរស់នៅភ្នំពេញក្នុងរយៈពេល5ឆ្នាំចុងក្រោយនៃខ្សែជីវិតរបស់លោកយាយគឺជារោគជារាទៀតបានទៀតសង្គ្រាមចរិតកាយធ្វើឲ្យលោកយាយធ្លាក់ខ្លួនចុះក្នុងទុក្ខពលភាពបន្តិចម្ដងជាលំដាប់ទោះបីពុទ្ធិតាខិតខំបីបាច់ថែរក្សាលោកយ៉ាងណាក៏ដោយលោកមកដល់ថ្ងៃពុទ្ធ7កើតខែចែកឆ្នាំម្សាយសប្តាហ៍ពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី25ខែមីនាគ្រិស្តសករាជ2026វេលាម៉ោង9:45នាទីព្រឹករោគជាមិនសន្តោមច្ចរៀនមិនអនុគ្រោះបានលោកថក់យកជីវិតលោកយាយក្រមក្រសែភ្នែកបុត្រធីតាបងប្អូនកូនក្មួយចៅទួតញាតិមិត្តទាំងអស់នៅក្នុងជនអាយុ83ឆ្នាំដោយគុណធម៌ដ៏ល្អផូរផង់របស់លោកកូនចៅបងប្អូនញាតិមិត្តទាំងអស់ចង់ឲ្យលោករស់នៅជារៀងរហូតប៉ុន្តែអនិច្ចាសង្សារវដ្តមិនទៀងប្រកបតាមសង្សារចក្រសត្វលោករស់នៅក្នុងបណ្ដាញអវយៈជាក់ស្វាក់ជីវិតឲ្យវល់ទៅមកក្នុងវាលវដ្តសង្សារតាមព្រះពុទ្ធដីកាថាគ្រប់ជីវិតសត្វលោករស់នៅក្នុងប្រត្រៃយធម៌គឺអនិច្ចំទុក្ខំអនត្តាគ្មានជីវិតសត្វណាមួយគឺសន្តានជាទុក្ខពីសេចក្តីប្រប្រាស់និយាយឡើយជីវិតមិនទៀងមានទុក្ខធម្មតាជាអនត្តាប្រស្នាបានអ្វីមិនគួរក្អេងក្អាងអួតអាងអញអ្វីត្រូវស្គាល់លោកដីបង្រិញមច្ចរាជស្លាប់មានលើរស់ជួនជាអ្នកណាតែថៃអង្គញាមហាអធិរាជទោះមានអង្គរៈរស់សាអំណាចទាំងមច្ចរាជក៏អត់រួចខ្លួនធម្មជាតិណាមានការកើតហើយពេចមិនអត់ឡើយទុកតាមរពួនវិនិច្ឆ័យធម្មតាต้องអាចមានខ្លួនមានអ្វីមកមួយគួរដឹងប្រមាណរូបបានជាទេមច្ចាណាមានមកពោតាំងនេះទីទេរូបកាយរាប់សាប់តែងបែកជាជាទាត់បើទៀងឲ្យប្រកបនោះគឺស្លាប់ជាអវសានតែមានមួយគេឈ្មោះស្ថិតនៅជារៀងរហូតយើងខ្ញុំទាំងអស់គ្នាជាកូនចៅទួតបងប្អូនកូនក្មួយក្រុមគ្រួសារសពមានសេចក្តីសង្វេគសោកស្ដាយស្រណោះអាឡោឡៃរន្ធត់តក់ស្លុតរកពីបំផុតមានក្នុងការបាត់បង់អ្នកមានគុណដែលមានគុណវិញ្ញាណធម៌ដ៏ជ្រាលជ្រៅមានគុណដូនបការៈដ៏ធំធេងដែលពេញមួយជីវិតរបស់លោកនិយាយបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយកម្លាំងចិត្តប្រាជ្ញាស្មារតីតស៊ូពុះជាចិញ្ចឹមបីបាច់ថែរក្សាទំនុកបំរុងសពបែបយ៉ាងផ្ដល់ជាបកក្រៅសេចក្តីស្រឡាញ់ថ្នាក់ក្រមនិងផ្ដល់នៅអាវាតល្អដល់កូនចៅមិនអាចកាត់ថ្លៃបានយើងខ្ញុំទាំងអស់គ្នាជាកូនចៅពីសជាសកោសក់ចំពោះមុខស្វឹងស្មាជាលាសាងសេចក្តីសុខឧទ្ទិសវិញ្ញាណក្ខន្ធជូនលោកក្នុងជាតិមុខសូមឲ្យលោកបានទាំងសោយក្នុងទីសុខជាអមតៈ
nông công chạy mong mát vai vào công bạc sọt bài đó việc cách cách hát